លោកចៅ phải ចៅ ម៉ាស៊ីន វើ ត្រូវ សំណាញ់ ចាប់ ជាប់ អស់ ហើយ បើ ទីង ទៀត អា នឹង ឆេះ សីឡាង ចុះ ទៅ ក្រោម ឥឡូវ នេះ ទឹក វើ ច្របូក ច្របល់ ណាស់ ខាង ក្រោម ចុះ ទៅ ឥឡូវ នេះ គ្រោះថ្នាក់ ណាស់ គ្រោះថ្នាក់ ទំនិញ នៅ លើក ប៉ោល នេះ ទំនិញ នៅ លើក ប៉ោល 1 ម៉ោង ខាត់ លុយ ប៉ុន្មាន អញ សង្អត់ កុំ ស្រាយ ខ្សែ បើ 3 នាទី អត់ រលើក ទាញ ខ្ញុំ ឡើង បង ឡើង បើ អត់ រួច ក៏ ឡើង មក គុំ នៅ យូរ មិន អត់ ទាន់ រួច នៅ ចាំ អី ទៀត គាត់ ចុះ ទៅ កាត់ សំណាញ់ ប្រថុយ ឯង ប្រញាប់ អី កុំ មក ឆ្លើយ តប នឹង ខ្ញុំ បើ ទំនិញ ខូច អ្នក ទាំង អស់ គ្នា កុំ សង្ឃឹម ចែក លុយ ហេ អាណិត មក ជួយ ផង រឿង តិច តួច នេះ ចំណាយ ពេល យូរ ម៉េច អត់ មក ពី ឯង យឺត ក៏ ប៉ាវ ចូល កំពុង ផាយ លោក ចៅ phải ចៅ គាត់ ទើប ឡើង ពី ក្រោម តែ នៅ ហូរឈាម អ្នក នៅ លើ ប៉ោល អ្នក ណា មិន ធ្លាប់ ហូរឈាម ចង់ បាន លុយ កុំ ធ្វើ ខ្លួន ជា កូន អ្នក មាន យក 50000 ទៅ ត្រី មាស នេះ អាស្រ័យ យក ប៉ាល់ ភ្លៀង ធ្លាក់ រក ចំណេញ បាន 200,000 មុន ចេញ សមុទ្រ លោក ថា នឹង ចែក តាម ការ រួម ចំណែក ការ រួម ចំណែក អញ មក គិត លេខ ជាមួយ ខ្ញុំ ខ្ញុំ ចុះ ទឹក កាត់ សំណាញ់ ជួសជុល ម៉ាស៊ីន បូម 2 ដង ផ្លូវ សមុទ្រ ក៏ ខ្ញុំ មើល លុយ ទិញ ថ្នាំ ឪពុក ឯង អ្នក ណា ខ្ចី ការងារ ម្ដាយ ឯង នឹក ស្ថាន អ្នក ណា រក ផ្ទះ គ្រួសារ ឯង នៅ អ្នក ណា ជួយ ប្រាប់ សីឡាង មនុស្ស ត្រូវ ចេះ ដឹង គុណ បើ គ្មាន ខ្ញុំ គ្រួសារ ឯង ស៊ីខ្យល់ យូរ ហើយ 50000 មិន តិច ទេ អញ្ចឹង ខ្ញុំ មាន តម្លៃ ត្រឹម 50000 ឯង ថា អី ត្រឡប់ មក វិញ ហើយ ក្នុង ឆ្នាំង នៅ មាន បបរ កម្ដៅ ឲ្យ មិន បាច់ ទេ អ្នក រាល់ គ្នា យក ទៅ សិន ដៃ មិន ហ្នឹង កោះ នឹង កប៉ាល់ បន្តិច កោះ បន្តិច ហូរឈាម ដល់ ម៉េច 50000 យួន គឺ ត្រូវ ការ លុយ បំណុល ថ្លៃ ផ្ទះ ខាង ម្ដាយ ឯង អាច ទប់ ទៅ បាន មួយ រយៈ ប៉ា កុំ យក លុយ គាត់ មក រាប់ ជា គុណ ទៀត កូន ខ្ជិល គ្រួសារ យើង ឥឡូវ គ្មាន អំណាច ទប់ ទេ ការងារ ម្ដាយ ឯង នៅ ជាប់ ក្នុង កសិដ្ឋាន គាត់ ម៉ាក់ មិន ខ្លាច គ្មាន ការងារ ទេ ម៉ាក់ ខ្លាច កូន មាន រឿង បើ នៅ ទ្រាំ បែប នេះ ទៀត គ្រួសារ យើង ទាំង មូល នឹង ជំពាក់ គាត់ តា ខ្ញុំ មិន ចង់ ពឹង គាត់ ទៀត ទេ ព្រឹក ព្រលឹម មិន ដេក មក រក ទូក ខូច នេះ ចង់ មើល ថា មាន ឱកាស អត់ ឱកាស អី ឱកាស រក ស៊ី ដោយ ខ្លួន ឯង ប្រយោគ នេះ ដារ៉ង ចាំ ឯង យូរ ហើយ សុន បូ ឯង មាន ន័យ យ៉ាង ម៉េច នេះ មិន មែន ដើម ឈើ រក លុយ ទេ វា បង្រៀន ឯង មើល ជំនោរ មើល ពុក មើល បក្សី មើល ទឹក ហើយ បង្រៀន ឯង ថា ពេល ណា មិន ត្រូវ លោភ នេះ ជា សៀវភៅ កត់ត្រា មើល សមុទ្រ របស់ តា ឯង ដែល រក្សា ទុក ឯង 20 ឆ្នាំ ហេតុ អី ឥឡូវ ទើប ឲ្យ ខ្ញុំ ពី មុន ឯង រស់ ដោយ ទ្រាំ មិន មែន រស់ ដោយ ខ្លួន ឯង ទេ ឥឡូវ ចិត្ត ឯង ធូរ ហើយ ទើប ឲ្យ របស់ នេះ បាន ចាំ ថា កុំ ជំពាក់ អ្នក ណា ចង់ យក បាយ ពី គាត់ រៀន គោរព គាត់ សិន ដឹង ថា ខ្ញុំ មិន មែន គ្មាន អ្វី សោះ ខ្ញុំ មក លេង មួយ បង លៀង របួស ឯង មិន ទាន់ ជីក ទេ មក ទៀត ហើយ មក និយាយ ឲ្យ ច្បាស់ សៀវ លៀង មក ល្អ ហើយ រសៀល នេះ មាន ការងារ ឯង យក មនុស្ស 2 នាក់ ទៅ រៀបចំ ខាង ផ្ទះ ជួល ពូ ថ្លៃ ខ្ញុំ មិន ធ្វើ ទៀត ទេ មិន ធ្វើ ម្សិល មិញ ឲ្យ ឯង 50000 ថ្ងៃ នេះ ឲ្យ តែ មុខ ស្លេក មក ខ្ញុំ មិន មែន ឲ្យ ឥត ប្រយោជន៍ ទេ គឺ ខ្ញុំ លែង ធ្វើ ការ ឲ្យ ក្រុមហ៊ុន ឌីង ហៃ ទៀត ស៊ូ លៀង ឯង ដឹង ទេ ថា កំពុង និយាយ អី ចាក់ ចេញ ពី ប៉ា ខ្ញុំ ឯង យក អី ចិញ្ចឹម គ្រួសារ យក សមត្ថភាព ខ្លួន ឯង ទៅ ឯង ចង់ ទៅ ក៏ បាន ចូល ការិយាល័យ មក គិត លុយ ឲ្យ ចប់ សង្ឃឹម ថា ឯង នៅ តែ រឹង ដូច នេះ ចាំ ខ្ញុំ បន្តិច ប៉ា ចង់ គិត ថ្ងៃ នេះ គិត ចប់ ថ្លៃ ពេទ្យ ថ្លៃ ផ្ទះ ថ្លៃ វ៉ាក់សាំង 13,000 ប៉ា ឯង ឈឺ ប៉ុន្មាន ឆ្នាំ ខ្ញុំ ខ្ចី លុយ ឲ្យ ការងារ ម៉ាក់ ឯង នឹក ស្ថាន ខ្ញុំ ទៅ និយាយ ឲ្យ ផ្ទះ ឯង នៅ ឥឡូវ ក៏ ពឹង មុខ ខ្ញុំ ហើយ កូន ត្រី ខូច លើក មុន ខ្ញុំ មិន ទាន់ គិត ចំ
50000យកមិញខ្ញុំសង្វិញអញគិតថា50000គ្រប់ហើយពិតណាស់មិនគ្រប់អញចង់ទៅក៏បានតែសងបំណុលឲ្យចប់កុំថាខ្ញុំរារាំងនេះ36000ទេក៏បានសងចប់ហើយអញទៅអញពូកែណាស់សម្លាញ់ថ្ងៃនេះសងចប់50000ជាសាច់ប្រាក់36000អញសរសេរបំណុលខ្ញុំទទួលស្គាល់ពីថ្ងៃនេះគ្រួសារខ្ញុំមិនជំពាក់ឯងទៀតទេសួរសាច់ឯងឲ្យច្បាស់ប៉ាឯងអ្នកណាថែការងារមកឯងកសិដ្ឋានឈប់ធ្វើពេលណាគាត់អញគិតថាអត់ខ្ញុំឯងនៅកំពង់ផែនេះរស់បានលុយខ្ញុំរកខ្លួនឯងប៉ាម៉ាក់ខ្ញុំចិញ្ចឹមខ្លួនឯងហើយកំពង់ផែនេះមិនមែនរបស់ឯងទេមកធំណាស់ឯងមានសំពើទេមានកន្លែងចតទេមានទូទឹកក៏ទេរឿងទាំងនេះមិនបាច់ឯងបារម្ភបងឡាំងចប់ហើយទេចប់សួរឡាំងអញភ្លេចថាអញស៊ីបាយផ្ទះខ្ញុំ5ឆ្នាំថ្ងៃនេះស្លាប់រឹងហើយចង់ទៅខ្ញុំស៊ីបាយដែលខ្ញុំរកដោយជីវិតខ្ញុំល្អឯងមានចិត្តរឹងអញ្ចឹងខ្ញុំចង់មើលណាស់គ្មានទូគ្មានចំណុចគ្មានកំភ្លើងលុបតើឯងអាចទ្រាំបានប៉ុន្មានថ្ងៃបងថ្លៃអ្នកមិនត្រឡប់មកវិញទេមិនត្រឡប់ទេបងឡាំងទើបតែឲ្យលុយទៅចៅគីមហើយមកទីនេះធ្វើអីទៀតរករបស់ដែលយើងចុះសមុទ្របងថ្លៃខ្ញុំទើបតែពាក្យចៅជីនហើយនៅកំពង់ផែខ្ញុំបារម្ភដែលអ្នកចេញទៅរកទុកតែម្នាក់ឯងនៅតែធ្វើការលើកម្ពុជាជាមួយខ្ញុំកុំខ្លាចគាត់រករឿងអ្នកគាត់គំរាមចាប់ខ្ញុំ2ខែហើយដាក់សម្ពាធដោយច្បាប់ថ្មីខ្ញុំឈប់ធ្វើយូរហើយថ្ងៃនេះមើលទុកជាមួយអ្នកបើចង់ធ្វើខ្ញុំធ្វើជាមួយអ្នកមើលទុកលឿនពណ៌ស្នោះ80000តម្លៃដាច់80000ទុកនេះចិត្តប្រេះដោយថ្ងៃហើយកុំប្រញាប់ចរចាឆ្អឹងទុកធ្លាប់ប្រេះជួសហើយមិនអីទេតែបើបើកលឿននឹងញ័រទុកណាមិនធ្លាប់ជួសនេះពិតជាអាចរត់បានសម្ពាធស៊ីឡាំងមិនគ្រប់បំពង់ប្រេងក៏ខ្វក់មិនទាន់ខូចទេតែត្រូវរុះលៀងអញមកទិញទូកឬមកបំផ្លាញខ្ញុំទិញពិតទៅប្រាប់អ្នកពីការពិតជួសហើយត្រូវយ៉ាងហោច25000ស្ថានភាពនេះទូកមានតម្លៃ40000អត់បមកបងថ្លៃឯងហ៊ានចុចណាស់40000ខ្ញុំចប់ទូកនេះមិនត្រឹមតែប៉ុណ្្នឹងទេបាត់ទូករលួយមួយស្រទាប់ទៀតម៉ាស៊ីនច្រេះមួយជុំទៀតនៅសល់តែតម្លៃដោះគ្រឿងប៉ុណ្ណឹង50000មិនអាចតិចជាងនេះទេឲ្យមុន20000នៅសល់30000ចែក3ខែគ្រប់ប្រាក់បងមុនទុកជារបស់ឯងប៉ុន្តែប្រាប់មុនបើចេញសមុទ្រកុំថាខ្ញុំមិនបានប្រមានបើខ្ញុំជួសបានវានឹងរត់បងថ្លៃទុកនេះអាចចេញសមុទ្របានទេបានដរាបណាវានៅតាមខ្ញុំអាចឲ្យវារត់បងថ្លៃពេលនេះយើងនៅសល់តែ8000បើជួសពិតថ្លៃគ្រឿងប្រហែលមិនគ្រប់សង្គ្រោះអ្វីដែលអាចសង្គ្រោះបានសិនលាងបំពង់ប្រេងឲ្យស្អាតបដូរក្រវ៉ាត់ម៉ាស៊ីនបូមទឹករុំខ្សែភ្លើងឡើងវិញយប់នេះឲ្យគាត់គិតសិនខាងក្រោយមានជំរកជួសចូលមួយយប់200ប្រគល់ទុកខ្ជិលរថយន្តអូសឲ្យអ្នកទៀតរុញទុកទៅទីនោះហានេះហើយទុកដែលអ្នកទិញស៊ីឡាងអញរៀបចំចេញសមុទ្រឬគេមកសង្គ្រោះឯងមើលឲ្យច្បាស់ទាំងអស់គ្នាពីនេះទៅអ្នកណាទៅជាមួយគាត់លើទូកខូចនេះកុំថាខ្ញុំមិនបានប្រាប់នៅសមុទ្រមិនស្ដាប់ពាក្យរឹងរូសទេបងឡាងហេតុអីទៅតែមិនឆ្លើយតបវិញចាំគាត់គិតរួចសិនចៅជីនហើយធ្លាប់សើចចំអកខ្ញុំដូចគ្នាថាខ្ញុំសុំតែសែងត្រីឡើងទុកខ្ញុំធ្វើមួយបានមួយគិតហើយនៅមិនចប់ទេភ្លឺដូចទឹកបាត់បងឡាងខ្ញុំធ្វើតាមបងឡាងកុំថាខ្ញុំរំខានបើទូកនេះរលាត់យើង2នាក់ស្លាប់ហើយមិនអីទេសាក់បើកយឺតមួយជុំសិនអូខេអ្នកបើកខ្ញុំតាមរត់មែនបើពួកនោះឃើញមុខប្រកាសជាបៃតងកុំហែងទៅកន្លែងដែលគ្មានទូកខូចបន្តិចមែនប៉ុន្តែម៉ាស៊ីននៅដដែលស៊ីឡាងថាចង់ទៅណាក្រៅចំពោះអន្ត្រីមានចរច្រើនទឹកហូរខ្លាំងទូកធំមិនហ៊ានចូលតំបន់នោះចរស៊ីទូកខ្ញុំធ្លាប់ឃើញម្ដងមនុស្សមកវិញតែទំនិញបាត់បងឡាងលើកទី1ហើយលេងធំម្លេះយប់មិញវាត្រជាក់ត្រីឲ្យនឹងទៅតាមចរ
សៀវភៅតាក៏ធ្លាប់សរសេរដែរត្រីធ្មន់នឹងចរទីយើងដើរតែផ្លូវក្រៅមិនចាំបាច់ស្មោះត្រង់ពេកទេកាន់វាទៅតែបើយកបាយក៏ស្លាប់ដែរយកមនុស្សចេញទៅត្រូវយកមកវិញយកទេខ្ញុំមើលមនុស្សខ្លាចក៏ខ្លាចបងឡើងថាយើងទៅពេលណាស្អែកចុះទឹករលកទៅតំបន់ជីក្រុងខ្យល់ក៏ល្អទៅដល់ជីក្រុងកុំឈប់ដឹងហើយអញក៏ដឹងដែរបើវាឈួតចាប់វាទីងមកកុំបារម្ភសុនបូខ្ញុំខ្លាចស្លាប់ណាស់បើវាឈួតមែនខ្ញុំអូសក៏អូសយកមកទៅបងឡាងនេះហេតុអ្វីស្រាប់តែខ្មៅរលីងហើយខាងក្រោមវិញអញ្ចឹងមើលខាងឆ្វេងទឹករលក្រញ្ជួយជីទឹកជ្រោះរបស់នេះបើប៉ះទុកតើវាក្រឡាប់ទេកុំទប់ត្រង់ខ្ចីខ្សែវ៉ាដើរតាមប៉ាសីនៅហើនៅទីនោះមានត្រីចំណីត្រង់នោះទឹករលីងបន្តិចខាងក្រោមមានអ្វីគោចុះមិនចុះចាំទឹកមួយដងទៀតឥឡូវចុះយឺពេលបាត់ចិត្តគ្នាចុះឥឡូវទៅបងឡាំងចែវទុកចូលទៅទៀតកុំញ៉ៃញ៉ៃមាត់ទឹកមិនទាន់ហួសទេបើជាប់ចូលយើងទាំងពីរទុកក៏មិនរួចចាំទឹកមួយដងទៀតឥឡូវហើយធ្វើអូនភ័យបងធំចាប់ឲ្យជាប់ខាងក្រោមមានអ្វីបងឡាំងកម្លាំងនេះមិនត្រឹមត្រូវទេដូចជាជាប់ចោមិនមែនចោទេជាប់ចោវាស្លាប់ស្ងៀមនេះវាដើរចោះជាអីហ្វូងត្រីទាញខ្លាំងទៅតាមទឹកបើឯងប្រញាប់សំណាញ់នឹងរហែកឡើងហើយពិតជាត្រីសាប់បងឡាំងត្រីសាប់ធំអីចឹងកុំទម្លាក់កុំឲ្យរបួសក្រអៅកម្លាំងគឺជាតម្លៃចៅជីនហៃបើឃើញមុខនឹងប្រេះកុំគិតគាត់អីមុនមើលខ្សែខាងក្រោយនៅមានទៀតបងឡាំងច្រើនពេកទុកមិនអាចទ្រាំបានទេនៅដាក់បានទីមួយដងទៀតហើយឈប់ខ្ញុំធ្លាប់ធ្វើនៅសមុទ្រឌីនហើយ3ឆ្នាំមួយនេះទេគេមិនមើលទឹកនេះទេបងឡាំងពេលនេះខ្ញុំទើបជឿអញពិតជាអាចរកបាយពីសមុទ្របានមែនពេលត្រឡប់កំពង់ផែកុំឲ្យត្រីងាប់អូ100000មិនតិចទេសៀវទុកតូចរបស់ឯងខ្ញុំយកទាំងអស់100000អញគិតថាយើងមិនចេះរាប់ទេដឹកមកជាមួយទុកលឿនតូចធំក្លិនបានប៉ុន្មានដងខ្ញុំទិញពីអ្នកព្រោះគោរពមុខ100,000មិនតិចទេទុកចាស់នេះជើងដំបងត្រីងាប់ហើយគ្មានតម្លៃទេត្រីនៅរស់កុំចុចថ្លៃពេកត្រីថ្មនេះចេញពីទឹកប៉ុន្មានម៉ោងមិនដល់2ម៉ោងទេទឹករស់ពេញមួយផ្លូវមិនទាន់ដាក់ទឹកកកក្រហមថ្ពាល់ភ្នែកភ្លឺសាច់រឹងមាំមិនមែនលីពីកំពង់ផែទេលោកសំខ្ញុំឃើញមុនគេអ្នកឲ្យប៉ុន្មាន100,000ពេញប្រាប់ថា180,000ផ្ទេលុយឥឡូវនេះខ្ញុំយកត្រីរស់ទៅបងឡាំង180,000មែនទេដាក់ឡានមុនកុំឲ្យត្រីងាប់បើមានគុណភាពបែបនេះទៀតមករកខ្ញុំផ្ទាល់ថ្លៃតាមត្រីមិនមែនតាមទុកធំតូចទេយកព្រមពូទុកចាស់របស់ខ្ញុំថ្ងៃនេះ180,000ម្សិលមិញទុកធំនៅកំពង់ផែដិនហើយលក់បានប៉ុន្មានប៉ាថ្ងៃនេះមិនចាំគាត់ទេស្អែកគេជឿគាត់លក់ត្រីទុកនេះបានព្រោះនៅដកដង្ហើមលើកំពង់ផែខ្ញុំចាប់ពីពេលនេះទុករបស់ស៊ូឡាំងកុំឲ្យចត់កំពង់ផែដិនហើយទីហ៊ានមិនច្រើនទេត្រជាក់គ្មានមេត្តាលោកចៅបើគាត់យកសាច់ប្រាក់ចោះយ៉ាងម៉េចម៉ាស៊ីនធ្វើទឹកកកនេះឆ្នាំមុនអ្នកខ្ចីលុយអ្នកណាជួសទឹកកកពីថងសងភ្លាមថ្ងៃនេះគ្មានទឹកកកទេនោះអីម្សៅស្រូវអីសៀងតូចកុំឲ្យខ្ញុំពិបាកសៀងតូចយល់ហើយយល់អីគេរួមគ្នាស្ទាក់យើងទីហ៊ានមិនច្រើនដោយសារអ្នកជាទេសៀវសួយឃ្លាំងពេញហើយចៃដន្យណាស់ទឹកកកក៏អស់ឃ្លាំងក៏ពេញ180,000ស្អាតណាស់
ឈ្នះម្ដងមិនទាន់ហៅថាឈ្នះទេរស់បានទៅហៅថាឈ្នះឪពុកឯងឲ្យមកនឹងខ្ញុំមកខ្លួនឯងចង់យកបាយពីឌីងហៃត្រូវចេះទ្រាំអត់ឃ្លានខ្លាំងទឹកក៏ខ្វួយវៃអស់ហើយបងឡាងគាត់ចង់ឲ្យយើងដួលយប់នេះខ្ញុំចត់ត្រង់នឹងទៅណាបងតុងកន្លែងហ្នឹងគេបោះបង់ចោលប៉ុន្មានឆ្នាំហើយកប៉ាល់ធំថាវាគ្មានតម្លៃកប៉ាល់តូចជីវៀងបងឡាងកន្លែងហ្នឹងចត់បានមែនមើលទៅដូចកប៉ាល់មកក៏ខ្ពើមទឹករាក់កប៉ាល់ធំចូលមិនបានតែយើងចូលបានអ្នកណាឲ្យឯងចត់ខ្ចីទឹកមួយចានព្រឹកស្អែកចេញពីកំពង់ផែខាងកើតមិនមែនជាអ្នកសុំទានទេកប៉ាល់យើងចាស់តែមនុស្សមិនចាស់មកពីឡាវីងសួយលោកមើលដឹងហេមកំពង់ផែខាងកើតធ្លាប់ពឹងកប៉ាល់តូចជាមោទនភាពអាចត្រឡប់មកវិញបានគឺជាតែទឹកកំពង់ផែខាងកើតមិនមែនចង់ចត់ចូលទេទឹកស្រកមានផ្លូវតូចខាងក្នុងបើកប៉ាល់ឯងបុកខូចកុំមកបន្ទោសខ្ញុំទីនោះមានទឹកវើខាងក្រោមមិនមែនពោទេគឺជាជណ្ដើរធម្មជាតិបាល់កប៉ាល់ប៉ះឆ្វេងចៅកន្លែងដងចូលបានប៉ាឯងមើលខុសកប៉ាល់ខូចខ្ញុំទទួលខ្លួនឯងថាខ្ញុំជាអ្នកបម្រើទៀតត្រីពីកន្ទុយយកទៅដូរកន្លែងចាត់យប់នេះពេលក្រោយមកទៀតត្រូវចេះគោរពឯងឆ្លោះជាមួយចៅជីនហើយឌីងហៃមិនឲ្យចតខ្ញុំចតត្រង់នឹងចាត់មួយយប់ស្ពានចាស់ខូចកុំឲ្យស្ពានខ្ញុំរលំចុងប៉ាល់សិនទីហ៊ានមិនឲ្យខ្លាំងទឹកកកមិនឲ្យកន្លែងអង្គុយទៀតចៅជីនហើយចង់ចាក់ស្ទះយើងរហូតស្រីនៅរស់ហើយមានប្រយោជន៍អីអ្នកទិញត្រីរស់ក៏ខ្លាចជាត្រីងាប់គាត់និយាយត្រូវកំពុងផែខាងកើតអាចឲ្យឯងចត់ខ្ញុំមិនលក់ត្រីឲ្យអ្នកទេអ្នកមកធ្វើអីនៅទីនេះអញ្ចឹងដងហៃតៃជីត្រីម្សិលមិញនោះនឹងណាញៀវញ៉ាំហើយបញ្ជាទិញបន្ថែមមិនចង់ភៅឲ្យខ្ញុំរកអ្នកថ្ងៃនេះអញ្ចឹងអ្នកចង់បានទៀតទេចង់បានដរាបណាត្រីនៅស្ថានភាពល្អខ្ញុំទទួលទាំងអស់ដែលបានគុណភាពឯងថាខ្ញុំដាក់ថ្លៃទាបពេកអីខ្ញុំថាឯងនិយាយធំពេកទេរឿងអ៊ីងជួយមិនមែនផ្សារត្រីទេថ្ងៃនេះមិនមែនមានរាល់ថ្ងៃទេត្រីអត់ល្អខ្ញុំមិនបញ្ជូនទេខ្ញុំចង់ងើពាក្យនេះហើយច្បាប់អីមុនត្រឡប់មកកំពង់ផែប្រាប់ខ្ញុំពីប្រភេទត្រីខ្ញុំមើលទំនិញសិនកំណត់ថ្លៃតាមគុណភាពត្រីល្អខ្ញុំមិនបន្ថយថ្លៃត្រីអាក្រក់កុំរុញឲ្យខ្ញុំអញ្ចឹងគឺយកទាំងអស់នឹងហើយគឺយកតែត្រីល្អទេមិនមែនយករបស់ខូចទេកន្លែងអាចសង្គ្រោះបានតែទំនិញមិនត្រូវឯងខ្ញុំនាំមនុស្សមកមើលការយល់ពមបងឡាងយើងមានអតិថិជនហើយមានអតិថិជនមិនមែនមានន័យថាឈររឹងទេសង់ទៅតម្រៀបសិនស្អែកឲ្យគេឃើញថាកំពង់ផែខាងកើតមិនមែនគំនោសម្រាប់ទេពាក្យនេះទៅដូចមនុស្សនិយាយមកទិញត្រីទៀតហើយតែមិនទិញត្រីទេខ្ញុំរកស៊ីឡាំងខ្ញុំនឹងហើយត្រីក្រុមថ្មនៅមាត់រឹងអ៊ីងជួយអញជាអ្នកទីមែនទេអញសួរពីនឹងធ្វើអីខ្ញុំឲ្យភ្នំលឹងធ្វើទិន្នន័យរ៉ែសមុទ្រសំណាញ់មួយនោះរបស់ជាមួយទីតាំងដែលយើងគិតខុសគ្នា2ម៉ៃលសីតុណ្ហភាពសមុទ្រជំនោរខ្យល់ជាសាធារណៈមើលពីភាពរុងរវើករបស់ត្រីនឹងពេលឡើងគប់អាចសន្និដ្ឋានពីផ្លូវត្រីបានមិនមែនទីផ្លូវឯងទេគឺត្រីឯងវីមុខម៉ូដែលយើងហើយបងឡាំងគុំនិយាយជាមួយគាត់ឲ្យផ្លូវទៅបាត់បង់ចំណូលហើយឯងចង់បានទិន្នន័យពិតអ្វីខ្លះពេលចេញសមុទ្រពេលឡើងគប់ការប្រែប្រួលភាពរុងរវើករបស់ត្រីគំរូរបស់ខ្ញុំនៅតែជាប់លើក្រដាសខ្វះទិន្នន័យសម្លេងនៅមិនឲ្យចំណុចក៏មិនអីខ្ញុំនឹងកត់ត្រាបាច់នឹងនានាការសីតុណ្ហភាពសមុទ្រចំណុចស្នូលឯងអាចឲ្យអីខ្ញុំការប្រែប្រួលសីតុណ្ហភាពការព្រមានអំពីជ្រុងវិញ្ញាណបន្ទាប់ដែលអតិថិជនអាចយល់បានខ្ញុំមិនមកធ្វើបនទេក្រុមហ៊ុនគិតថាបទពិសោធន៍សមុទ្រវាស់វែងមិនបានខ្ញុំនឹងបញ្ជាក់ថាគេខុសអ្នកត្រូវបញ្ជាក់ថាត្រីរបស់អ្នកមិនមែនចៃដន្យគោលដៅយើងដូចគ្នាមួយរយៈនិយាយមិនមានប្រយោជន៍ទេចេះកត់ត្រាវិញមានប្រយោជន៍បន្តិចតារាងអាចធ្វើបានមិនសរសេរចំណុចក៏បានអ្នករក្សាផ្លូវត្រីខ្ញុំរក្សាទិន្នន័យរបស់ខ្ញុំការងារនេះជោគជ័យហេតុអ្វីអ្នកនៅទីនេះមកនិយាយរកស៊ីសុភាថ្ងៃនេះខ្ញុំមិនទទួលត្រីនេះទេកាលពីយប់បានសន្យាហើយយើងចេញសមុទ្រពីភ្លឺត្រីទាំងអស់ជ្រើសតាមអ្វីដែលអ្នកចង់បានថៅកែចង់បានមុខម្ហូបដែលមានស្ថិរបរិមាណធានាមួយខែនៅសមុទ្រតម្លៃទាបជាង 10% ត្រីខូចដូរឲ្យ
អ្នកមានតែទុកលឿនតូចមួយថ្ងៃនេះមានថ្ងៃស្អែកគ្មានគាត់នឹងរៀបចំយ៉ាងម៉េចត្រីនេះមានកំណត់ត្រាចេញទឹកនិងចូលប្រអប់ស្ថានភាពល្អជាងត្រីធម្មតានៅឥឡូវអ្នកដូរការខូចខាតទាំងអស់ជារបស់យើងសង្ឃឹមថានឹងមានឱកាសសហការទៀតគាត់ច្បាស់ជារៀបការត្រីនៅរស់ស៊ូឡើងក្នុងចំនួនអតិថិជនត្រូវការភាពប្រាកដប្រជាអ្នកចាញ់ការងារគឺចាញ់ស្ថានភាពត្រីនៅបើយឺតពេកគុណភាពនឹងធ្លាក់នេះមិនមែនដណ្ដើមការងារគឺបោះជីវិតព្រឹកនេះរបស់យើងទៅក្នុងទឹកលក់តម្លៃទាបកុំឲ្យត្រីស្លាប់ជាមុនទទួលស្គាល់បែបនេះត្រីស្លាប់នៅក្នុងដៃទើបហៅថាចាញ់ពិតប្រាកដលើកក្រោយកុំឲ្យពាក្យថាមិនស្ថិតស្ថេរសម្រាប់យើងទៀតនៅទីនេះដាក់ទ្រង់ចិញ្ចឹមត្រីឲ្យសម្រាប់មុនកុំប្រញាប់លក់ថោកយើងនៅសល់លុយប៉ុន្មានអ្វីដែលធ្វើរួចមិនគ្រប់គ្រាន់ទេរបស់សាមញ្ញអាចប្រើបានតែខ្សែម៉ាស៊ីនបូមទឹកការបង្ហូរទឹកត្រូវតែមានស្ថិរភាពបើមិនដូច្នោះទេត្រីនឹងងាប់លឿនជាងក្នុងឃ្លាំងចាស់មានម៉ាស៊ីនបូមទឹកស្អុយពីរថាតើអាចជួយសង្គ្រោះបានទេអាស្រ័យលើជំនាញរបស់អ្នករបស់ខូចបែបនេះអាចចិញ្ចឹមត្រីបើជួសជុលមិនបានក៏បន្តត្រូវគេគៀបសង្កត់ខូចហើយទឹកមិនហូរទេពីនេះទៅពិនិត្យច្រកចូលទឹកមុនបើយឺត5នាទីទៀតត្រីនឹងងាប់រស់ហើយរាប់ថាមានគុណសម្បត្តិពីនេះទៅពេលត្រីឡើងច្រាំងត្រូវចែកចាត់ថ្នាក់មុនរួចទើបលក់របស់ខូចមិនចេញពីដើមទេនេះមិនមែនជារបស់តាំងទេថ្ងៃក្រោយអតិថិជនសួរតែបង្ហាញគាត់នេះកន្លែងនេះអាចផ្គត់ផ្គង់ថេរបានមើលត្រីសិនទិន្នន័យនេះបញ្ជាក់អ្វីមិនអាចជួយឲ្យត្រីធំបានទេតែបញ្ជាក់ពេលវេលាត្រីចេញទឹកនិងពេលចូលដល់ថាតើមានលាយរបស់ផ្សេងឬអត់គាត់ចេះនិយាយណាស់ខ្ញុំកាលពីយប់បានប្រាត្រីបន្ថែម2តោះថ្ងៃនេះអ្នកមកមិនមែនស្ដាប់អ្វីដែលគ្រូសាចារនិយាយទេគឺមើលទំនិញត្រីនេះទៅផ្លូវខ្ពស់ត្រីនេះគ្រាន់តែធម្មតាតម្លៃខុសគ្នាទីកន្លែងក៏ខុសគ្នាពិតជាមានជីវិតរស់រវើកចុះបើដល់ហាងហើយគុណភាពធ្លាក់ចុះពីចេញទឹកដល់ចូលដល់1ម៉ោង40នាទីពេលវេលាដឹកជញ្ជូនដែលអ្នកចង់បានលើសពី3ម៉ោងយើងមិនលក់ក្នុងតម្លៃត្រីរស់ទេហ៊ាននិយាយរឿងអាក្រក់ពីមុខបង្ហាញថាមិនបោកប្រាស់ឲ្យខ្ញុំយកមួយឈុតសាកមកតាមអ្វីដែលអ្នកថាចែកតម្លៃតាមគុណភាពខ្ញុំក៏ចង់បានមួយដបដែរបងចកយើងតាមទាន់ហើយតាមបានតែពាក់កណ្ដាលពីនេះទៅរាល់ដុំត្រូវតែមានស្ថិរភាពបែបនេះកន្លែងអ្នកខូចតែច្បាប់ដាក់បានល្អថ្ងៃស្អែកនៅមានទំនិញល្អឲ្យខ្ញុំមើលមុនល្អហើយខ្ញុំនឹងប្រាប់អ្នកក្រុមថ្ងៃនេះទុកជាគំរូបានបងឆ្កែចកទៅតែសងការពីមុនសងលុយម៉ាស៊ីនបូមទឹករបស់ខ្ញុំចាំបន្តិចក៏បានថាចែកថ្ងៃណាក៏ចែកថ្ងៃនោះលុយនឹងតឹងណាស់បើជើងក្រោយមានបញ្ហាអ្នកគ្មានលុយជួសម៉ាស៊ីនបូមទេលុយអាចតឹងបានតែមនុស្សមិនត្រូវបែកគ្នាហូអញមិននៅលើទូកចៅជីនហើយទេហាហាទើបតែត្រូវគេដេញបាត់ប្រាក់ខែ3ខែថាខ្ញុំរាប់លុយខុសខ្លួនឯងអ្នកធ្លាប់ខាតនៅតែចែកលុយថ្ងៃនេះចង់និយាយអីបងឡាំងឯងត្រូវការមនុស្សទៀតទេខ្ញុំមិនសុំច្រើនទេគ្រាន់តែរាប់លុយច្បាស់ឲ្យខ្ញុំរកស៊ីដោយកម្លាំងខ្លួនឯងឡើងទូកខ្ញុំរឿងចាស់មិនយកមកលើទូកទេចេញសមុទ្រត្រូវស្ដាប់ប្រធានទំនិញខូចមិនចេញពីគម្របលុយបើកចំហរាល់ថ្ងៃបើឯងព្រមនៅទីនេះព្រមចឹងចម្លងកាន់នេះថ្ងៃនេះមើលយល់ច្បាស់ហើយទើបដាក់ឡើងចែកលុយរួចចង់តឲ្យជាប់ខ្យល់ខ្លាំងអ្វីនឹងបែកខ្ចាត់បើឌីងហៃមានគុណសម្បត្តិមួយខ្ញុំមិនដល់ថ្ងៃនេះទេពីនេះទៅមិនមែនឌីងហៃទៀតទេក៏មិនទាន់ជាគ្រួសារដែរគ្រាន់តែឲ្យដូចទុកមួយនេះមើលទៅល្អ7ផ្កាយមិនមែនមានន័យថាទុកល្អទេ
ប្រុសឯងទិញអត់ទីនេះធ្លាប់ជ្រាបទឹកបំពង់ប្រេងចាស់ដៃចង្កូតរលុងបើកទៅមាត់អន្ត្រីវិលយឺតបត់យឺតជាងធម្មតាមនុស្សត្រូវផឹកទឹកសមុទ្រទេមិនមែនថាខូចរត់គឺហ៊ានប្រកូលជីវិតគេអត់មួយនោះថោកជាងតែមើលទៅមិនស្អាតទេ52ភាគថ្ងៃនេះទាញចេញឯងទិញទូកឬទិញឆ្អឹងមើលឆ្អឹងលើសមុទ្រឈប់លេងទៅនឹងខ្ញុំឯងធ្វើការនៅដឹងហើយស្ដាប់តាមអ្នកណាខ្លាំងឡើងទូកខ្ញុំត្រូវស្ដាប់បញ្ជាទូកទី2មិនមែនពង្រីកទេគឺហានិភ័យកើនទ្វេលេខទូកសំណាញ់ក្រុមត្រូវរាប់ដោយឡែកស្អែកមិនឡើងច្រាំងទេឥឡូវវឹកចត់កំពុងផែ100ដងពេលថ្ងៃនេះទឹកត្រជាក់ឡើង2ដងរដូវធម្មតាមិនច្បាស់បែបនេះទេកុំឡើងមកនិយាយសេចក្តីសន្និដ្ឋានទៅគួរឲ្យខ្លាចសន្និដ្ឋានគឺគ្មានសន្និដ្ឋានមានតែមួយដងតាចាស់ឯងក្មេងធ្លាប់ឃើញត្រីខ្លាធំនៅក្បែរនេះត្រឡប់ទៅរាវមិនមែនរាល់ឆ្នាំទេក៏មិនមែនអ្នកណាក៏ចាំបានដែរបើចាំបានមិនចេះតែចំណេញសួរទុកឯងវិញថាត្រឡប់មកវិញបានទេទិន្នន័យប្រាប់តែថាអាចមានផ្លូវត្រីមិនប្រកាសថាត្រីនៅទីនោះទេក៏មិនប្រាប់ថាឯងទៅឥឡូវបានដែរបងខ្សែនេះប្រើបានទេចាំទុកសិនទុកមិនទាន់រួចមនុស្សមិនទាន់រួចកុំប៉ះសមុទ្រខាងក្រៅឯងអត់ទ្រាំបានពិបាកជាងយកគាត់ទៅទៀតមិនមែនអត់ទ្រាំទេគឺចាំកន្លែងនោះមានត្រីសារាយធំអាចមានអញ្ចឹងឯងមិនជឿមនុស្សស្រមោះចិត្តក្នុងសមុទ្រមានច្រើនឃើញទេអតិថិជនមកថាគុណភាពចិត្តគិតតែតម្លៃទីមនុស្សមកវិញបាននៅអត់មើលទំនិញអ្នកនាងចៅម្សិលមិញថាផ្គត់ផ្គង់ទេយប់នេះមុខម្ហូបបានរៀបចំហើយខ្ញុំបដូរឲ្យភ្លាមបដូរល្ងាចនេះនៅ3ម៉ោងឯងយកអីមកបដូរតម្លៃទាបមិនមែនការពារទេលោកថៅកែធ្វើចំនួនគម្រឹងរូពេកត្រី1លូតទេត្រី1លូតធ្វើឲ្យខូចមុខមាត់ខ្ញុំបញ្ហាធំរបស់ឌីងហៃមិនមែនថ្លៃទេគឺមិនគួរទុកចិត្តលោកចៅខ្ញុំចង់បានទំនិញថ្នាក់ខ្ពស់មានស្ថិរភាពមិនមែនកន្ត្រកថោកទេលោកចៅនេះជាកំហុសអ្នកក្រោមដែលលីទំនិញទៅដល់ខ្ញុំនឹងដោះស្រាយពួកគេឯងរាល់ដងតែនិយាយពីអ្នកក្រោមតែស៊ូឡាងមានទូកចាស់2ចេញទឹកចូលស្រុកចំនួនលោកសរសេរច្បាស់លាស់វិធីសាស្ត្រអ្នកមានប្រសិទ្ធភាពរយៈពេលខ្លីតែទំនិញមិនទាន់ពាក្យស្អាតប៉ុណ្ណាក៏ដួលលឿនដូចគ្នារាល់ថ្ងៃអ្នកយឺតអីម្លេះយឺតបន្តិចត្រីមិនខូចទេអ្នកមិនដូចអ្នកលក់រីទេអ្នកលក់រីក៏ខ្លាចខូចមុខមាត់ដែរកុំលីលេខទុកខុសគ្នាកាន់នេះក៏ខុសគ្នាមកហានស៊ីងធ្វើជាប្រធានបកខ្ញុំទទួលមនុស្សអ្នកទាំងអស់ប្រាក់ខែមានស្ថិរភាពជាងអតិថិជនចូលរួមវេទិកាខ្ញុំអ្នកមិនបាច់បារម្ភពីផ្លូវឃ្លាំងទៀតទេទុកជារបស់អ្នកណាក្រុមហ៊ុនអតិថិជនជារបស់អ្នកណាវេទិកាគ្រប់គ្រងរួមចំណែកមនុស្សវិញធ្វើជាក្រុមហ៊ុនត្រូវមានច្បាប់ក្រុមហ៊ុននោះមិនមែនសហការទេគឺបញ្ចូលកងអ្នកដឹងទេថាបដិសេធអ្វីដឹងហើយក៏ដឹងថាចៅជីនហៃមិនឈប់ទេគាត់មិនឈប់ខ្ញុំក៏មិនឈប់ដែរអញ្ចឹងទេខ្ញុំមិនប្រញាប់ទេចាំពេលអ្នកត្រូវការខ្ញុំចរចាគ្នាវិញចរចាសហការបានតែបញ្ចូលកងគុំមកទៀតស៊ូឡាងឯងហ៊ានបដិសេធកិច្ចសន្យាលោកចៅមើលទៅតុងកាំងពិតជាធំឡើងហើយនៅកំពង់ផែគេថាស៊ូឡាងពឹងជំនាញចឹងប្រកួតគ្នាជាសាធារណៈកុំឲ្យតែរឿង10ថ្ងៃជាកំណត់ឯងមួយទល់នឹងខ្ញុំមួយអ្នកណាយកតម្លៃវិញបានច្រើនជាងអ្នកនោះឈ្នះអ្នកដែលចាញ់ឲ្យកន្លែងល្អបំផុតចេញមកឲ្យសារភាពចាញ់ឯងយកកប៉ាល់ធំមកសង្កត់កប៉ាល់តូចពីរមិនខ្មាស់គេទេហឹមខ្លាចនិយាយថាខ្លាចទៅ
ប្រកួតក៏បានតែត្រូវច្បាប់ឲ្យច្បាស់សិនតម្លៃរាប់តាមតម្លៃពិតនៅថ្ងៃនោះភាគីទាំងសងខាងត្រឡប់មកកំពង់ផែហើយបញ្ជីចំណាយត្រូវបើកឲ្យគេដឹងបើអាកាសធាតុមិនល្អគ្មានអ្នកណាបង្ខំឲ្យចេញសមុទ្រទេមិនទាន់ចាប់ផ្ដើមផងរកផ្លូវរត់ហើយត្រូវរស់ត្រឡប់មកវិញទើបមានចាញ់ឈ្នះយោពម10ថ្ងៃទៀតជួបគ្នានៅកំពង់ផែនេះគឺជាអន្ទាក់គេយកកប៉ាល់ធំមកសង្កត់យើងបើមិនទទួលទេអនាគតអ្នកណាក៏ថាយើងខ្សោយឯងមិនត្រូវគេអូសតាមទេយ៉ាងហោចណាស់ច្បាប់យើងដណ្ដើមបានពាក់កណ្ដាលយប់នេះកុំឆ្លោះគ្នាក៏មិនបើកពិធីអបអរដែរពីនិតចុកប៉ារលកតូចយើងកុំប្រកួតរឿងនេះបានទេពីមុនឯងចេះទ្រាំដើម្បីគ្រួសារឥឡូវកុំយកខ្លួនឯងទៅប្រថុយដើម្បីតែបង្ហាញមុខចាញ់គេវិញខ្ញុំមិនមែនដើម្បីមុខទេចាំអីទៀតចៅជីនហើយអាចភ្នាល់ខ្ញុំម្ដងក៏អាចភ្នាល់ទៀតដងកាំងត្រូវតែឈរឲ្យរឹងមិនអាចគ្រាន់តែគេចខ្លួនទេអញ្ចឹងឯងដើម្បីមុខរកផ្លូវចេញបើគ្រាន់តែដើម្បីមុខថ្ងៃស្អែកខ្ញុំចេញទៅប្រយុទ្ធភ្លាមតែខ្ញុំចង់ឲ្យគេអាចរស់ពីសមុទ្រនេះទៅថ្ងៃក្រោយអញ្ចឹងមាន3យ៉ាងពិនិត្យចុះប៉ាល់ពិនិត្យមនុស្សពិនិត្យផ្លូវដែលនៅសល់ខ្វះមួយមិនឲ្យចេញសមុទ្រទេខ្ញុំទទួលខុសត្រូវសីតុណ្ហភាពទឹកជំនោរនិងបន្ទាត់គ្រោះថ្នាក់តែថាតើឡើងកប៉ាល់ឬអត់ឯងជាអ្នកសម្រេចបងឡើងបើឯងថាទទួលខ្ញុំទទួលខ្ញុំស្ដាប់តាមច្បាប់ផ្លូវភ្នាល់តែចាប់ពីថ្ងៃនេះអ្នកណាមិនធ្វើតាមច្បាប់អ្នកនោះចុះពីប៉ាត្រង់នេះជាគែមទឹកជ្រៅទឹកត្រជាក់ឡើងមកលើបើខ្យល់មិនបដូរទេស3ថ្ងៃទៀតនឹងកើតច្រកតូចចង្អៀតមានន័យថាត្រីសាម៉ុងធំនឹងឆ្លងកាត់ត្រង់មិនមែនទេគ្រាន់តែមានឱកាសទិន្នន័យមិនមែនជាព្រះទេត្រីក៏មិនមែនជាមនុស្សល្ងងដែរត្រីសាម៉ុងធំហែតាមច្រាំងតាមទឹកហូរពេញមួយជីវិតអ្នកមិនមែនទៅចាប់វាទេគឺទៅចាំនៅផ្លូវដែលវាអាចឆ្លងវាប្រញាប់កប៉ាល់ធំទៅមិនដល់កប៉ាល់ធំទៅដល់រង្វង់ខាងក្រៅតែមិនអាចនៅជិតច្រាំងបានទេវាជ្រៅបាត់យឺតហានិភ័យក៏នៅត្រង់នេះដែរចម្ងាយឆ្ងាយប្រេងច្រើនទុកលឿនទប់រលកមិនសូវបានបើខ្យល់បដូរមុនអ្នកទាំងអស់គ្នានឹងជាប់នៅលើផ្លូវត្រឡប់ឆ្លងខ្សែដកថយទោះត្រីនៅមុខក៏ត្រូវចាក់ចេញដែរចុះបើខ្វះតែមួយអូសទៀតអ្នកដែលខ្វះមួយអូសមានច្រើនណាស់នៅក្នុងសមុទ្រត្រីថ្លៃប៉ុណ្ណាក៏មិនថ្លៃជាងជីវិតដែរខ្ញុំខ្លាចអ្នកមិនហ៊ានដកថយពេលដល់ពេលអ្នករំលឹកខ្ញុំពេលនោះខ្ញុំនឹងស្រែកដាក់អ្នកចឹងស្រែកឲ្យខ្លាំងផងជប់ម្ដងនេះខាត់ចំណូលច្រើនខាត់មួយថ្ងៃប្រសើរជាងខាត់តប៉ាល់មួយអ្នកតិចតួចប៉ុណ្ណឹងក៏មិនបានដែរសមុទ្រខាងក្រៅលោកធំតិចតួចនេះអាចសម្លាប់មនុស្សបានបើតន់ទៀតស្អែកសាកកប៉ាល់មិនតន់ចឹងធ្វើយប់នេះតែម្ដងអ្នកហត់ទេខ្ញុំបិទម្ដងអ្នកពិនិត្យម្ដងអ៊ីហ៊ូចាំម៉ោងកុំឲ្យអ្នកណារំលងជំហានតែអ្នកមុនចេញសមុទ្រឆ្ងាយតែងយករបស់នេះមិនមែនសម្រាប់សុំពោទេគឺរំលឹកគាត់បាយល្ងាចនេះគឺត្រីខ្យងភ្នាល់ត្រី10ថ្ងៃថ្ងៃនេះមើលគ្នាឯងទុកតូចកុំបន្ទោសសមុទ្រធំខ្យល់មកមុនការព្យាករណ៍បន្តិចឯងនៅមានពេលកែតម្រូវមុនដល់បន្ទាត់ប្រុងប្រយ័ត្នគួរបន្ទាត់ធ្វើវិញខ្ញុំនឹងហៅឯងមកភ្លាមលោកនេះយកផ្នែកឡើងកុំស្ទេខ្លាំងពេកបើឯងមិនស្ដាប់ខ្ញុំនឹងស្ដីអាក្រក់ណាស់កុំលោភកុំប្រញាប់កុំប្រកួតជាមួយសមុទ្រឡើងទុកហា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 រលកនេះខ្លាំងជាងមាត់អន្ត្រីទៀតកុំប្រញាប់ល្បឿនតាមកន្ទុយទុកខ្ញុំអ្នកណាទៅយល់ហើយខ្សែទឹកត្រជាក់នៅដដែលខ្យល់មកមុនកន្លះម៉ោងឯងមានពេលច្រើនបំផុត3ម៉ោង3ម៉ោងគ្រប់ទេគ្រប់មិនគ្រប់មើលទឹក
ខាងចៅជីនហើយចាប់ផ្ដើមលើកទំនិញកំពុងផែននៅលើទូគេនាំមាត់នៅលើគោកអាចធ្វើឲ្យមនុស្សឈួតមិនទាន់ដល់មាត់ទេបើទៅមុខទៀតប្រេងអស់ខ្យល់ក៏បត់ប្រឆាំងបើនៅគ្មានទៀតដល់20នាទីទៀតដល់បន្ទាត់ប្រុងប្រយ័ត្នបើគ្មានក៏ដកកុំបិទផ្លូវទុកកន្លែងវើវិញយោទេទម្លាក់ចុះប្រមូលឲ្យលឿនមានទំនិញហើយប្រមូលតាមទឹកកុំប្រកួតជាមួយវាហ៊ូខាងខ្ញុំក៏មានដែរខាងខ្ញុំក៏មានដែរបងឡាំងយឺតតាមមាត់ច្រាំងភ្លើងធំចិត្តគែមនៅទម្លាក់ទៀតសំណាញ់ចុងក្រោយបើពាក់កណ្ដាលផ្លូវមិនទាន់ដល់មាត់ក៏ដកខាងខ្ញុំឃើញពន្លឺមាសហើយកុំស្រែកឲ្យនឹងបងឡាំងនេះតម្លៃប៉ុន្មានឲ្យវាត្រឡប់ទៅសិនស្ដាប់បញ្ជាវើវិញហ៊ូរលកពីក្រោយមកដល់ហើយតាមឲ្យចិត្តស៊ីឡាំងមិនមែនរកកំពុងផែមិនឃើញទេមិនទាន់ដល់ទីបញ្ចប់ទេលោកចៅទុកលបឿនពីគ្រឿងខូចអូដល់ពេលនេះចាត់ទុកថាគាត់មានសំណាងហើយធ្ងន់ម្លេះប្រយ័ត្នកុំប៉ះឲ្យខូចខ្លាញ់ខ្លាយទេសមុទ្រនេះមានទំនិញបែបនេះពីណាមិនមែនសមុទ្រគ្មានទេអញយូរពេកមិនបានមើលសមុទ្រល្អទេទំហំនេះកុំគិតដូចត្រីក្រហមធម្មតាថ្ងៃនេះអ្នកណាហ៊ានដាក់ថ្លៃនៅកំពង់ផែត្រីគ្មានរបួសនៅមានជីវិតត្រីនេះខ្ញុំយក 38,000 លោកចៅអញធ្វើផ្លូវលូកខ្ញុំធ្វើទៅរៀនត្រីនេះសម្រាប់ជប់លៀងខ្ញុំយប់នេះដាក់លើគឺជាមុខម្ហូបឯក 45,000 បណ្ដាញខ្ញុំមិនខ្វះភ្ញៀវទៅទេ 50,000 បងឡាំងខ្ញុំមើលខុសទេកុំប៉ះទឹកទប់អាំងមុន 55,000 តែខ្ញុំយកទាំងមូលថ្ងៃនេះសូមឲ្យត្រីហែងយ៉ានពីចេញកំពង់ផែដល់តុសរសេរឈ្មោះកប៉ាល់ស៊ូឡាំងពេញដំណើរខ្ញុំឲ្យត្រីក្រហមធំទៅលោកស៊ីនទំនិញស្រស់តម្លៃខ្ពស់ដែលនៅសល់ខ្ញុំយកតាមតម្លៃផ្សាយរបស់អ្នកបន្ថែម 1% ដុំបន្តបន្ទាប់ឲ្យខ្ញុំសិតមើលមុននិងសិតទិញមុនអាចចរចាបានកុំប៉ះត្រីខ្ញុំមិនប៉ះទេត្រីឲ្យអញដឹកតាមច្បាប់ខ្ញុំសីតុណ្ហភាពទឹកមិនត្រូវប្រែប្រួលទេតាមអ្នកទំនិញដែលនៅសល់ខ្ញុំចុះកិច្ចសន្យាលើបងឡាំងឈ្នះហើយគ្រាន់តែសំណាងឆ្កែចៅទីផ្សារស្គាល់ទំនិញហើយស្គាល់មនុស្សបងឡាំងឯងមកដល់យប់មិញហើយទិញកប៉ាល់ភ្លាមកប៉ាល់តូចអាចចាប់ផ្ដើមអាជីវកម្មមិនអាចឲ្យបងប្អូនប្រថុយជីវិតទប់រលកជានិច្ចទេគាត់ជាអ្នកចាស់ទុំក៏ត្រូវការអ្នកបន្តវេនដែរកប៉ាល់តូចពឹងលើក្លាហានកប៉ាល់ធំពឹងលើច្បាប់បើចង់ធ្វើជាផ្លូវមិនអាចពឹងតែឯងម្នាក់ទេទិន្នន័យនឹងតាមខ្ញុំទទួលខុសត្រូវកប៉ាល់ហ្វឹកហាត់ត្រូវការអ្នកបន្តឯងមកខ្ញុំគ្រាន់តែមនុស្សឆ្លើយឯងធ្លាប់ឆ្លងកាត់ចម្ពោះឥន្ទ្រីជាមួយខ្ញុំហើយត្រឡប់ពីសមុទ្រក្រៅឯងចេះខ្លាចទៅបង្រៀនល្អចៅឈ្មោះមិនតូចទេកប៉ាល់ធំក៏ត្រូវបើកទៅមុខដែរពេលក្រោយគេសួរថាយើងមកពីណាប្រាប់ថាចៅនេសាទហាកូនមានចរិតរឹងជាងមុនទេចរិតមិនប្រែប្រួលទេតែមានច្បាប់ច្រើនជាងមុនហាងផ្គត់ផ្គង់ខ្សែសង្វាក់ត្រជាក់នងចៅទទួលខុសត្រូវនេសាទនិងត្រួតពិនិត្យគុណភាពលើកនេះមិនចង់បញ្ចូលគ្នាទៀតទេមិនប៉ះមនុស្សមិនប៉ះក្រុមបើមិនអញ្ចឹងទេស៊ូឡាមមិនអង្គុយទេកុំយកយូកុងរបស់ខ្ញុំកុំយកខាតបង់ពីឆានែលផ្សេងមកសង្កត់តម្លៃទិញរបស់នងចៅ
អ្នកចរចារឹងជាងចេញសមុទ្រទៅទៀតពីមុនធ្លាប់ខាត់ប្រយោជន៍ទិន្នន័យបាច់ចែករំលែកទាំងសងតែស្នូយុទ្ធសាស្ត្រមិនស្មើគ្នាបានខ្ញុំចង់បានទំនិញមានស្ថិរភាពមិនមែនលួចផែនទីសមុទ្ររបស់អ្នកទេអ្នកពិបាកដោះស្រាយជាងអ្វីដែលខ្ញុំគិតពីមុនខ្ញុំត្រូវគេដោះស្រាយច្រើនហើយអញ្ចឹងតាមច្បាប់របស់អ្នកទីផ្សារក៏គួរតែបដូរច្បាប់ថ្មីលោកឡើងលើកនេះអាចទុកចិត្តបានទេទុកចិត្តកិច្ចសន្យាមិនមែនពាក្យសម្ដីខ្ញុំដាក់លីឈប់ទៅចូលរួមជាមួយគេនឹងយើងនៅជាមួយអ្នកយូរហើយមិនមែនភ្លេចស្នេហ៍ចាស់ទេតែពេលនេះកនីមិនច្បាស់ទំនិញក៏ញញៃចិត្តមនុស្សនៅលើប៉ោរ៉ាសាត់អស់ហើយចេញសមុទ្រនឹងមានបញ្ហាពួកឆ្កែរកតែប្រយោជន៍ពីមុនអ្នកណាឲ្យបាយគេប៉ាតម្លៃទាបមិនអាចសង្គ្រោះគុណភាពបានទេពេលនេះយើងខ្វះអ្នកធ្វើទំនិញល្អអញក៏រៀនតាមស៊ូឡាំងដែរមិនមែនរៀនតាមទេវាជាការពិតចង់ឡើងកប៉ាល់បានបំណុលចាស់កុំយកមកលើកប៉ាល់ទម្លាប់ល្អក៏កុំយកចាំងហ្វាំងបឺកប្រធាននៅប៉ាល់ហៃធីងហុងស៊ុយប្រែលឿនណាស់មិនមែនហុងស៊ុយទេគឺចិត្តមនុស្សប៉ាកប៉ាល់មិនអាចរក្សាទុកបានទេកាលខ្ញុំនៅក្មេងក៏អាចមើលសមុទ្រដែរអញហ៊ានមកទៀតឡើងអើយជួយឲ្យគេខកចិត្តម្ដងជួយយ៉ាងម៉េចកសិដ្ឋានចិញ្ចឹមត្រីចិត្តរលីអស់ហើយឥឡូវឯងមានស្នាមមានអតិថិជនទាញខ្ញុំឡើងផងប៉ាយើងមិនបាច់អង្វរគាត់ទេមិនអង្វរយកអីសោះខ្ញុំនឹងរកអ្នកវិតម្លៃទុកនឹងកសិដ្ឋានឯងតម្លៃទីផ្សារថាបានក៏យកកាន់នេះច្បាស់កិច្ចសន្យាច្បាស់តែកុំយកពាក្យញាតមកនិយាយរកស៊ីទៀតឯងនេះចេះតែឆ្លៀតឱកាសតម្លៃគិតតាមទ្រព្យនិងបំណុលឯងអាចរកអ្នកផ្សេងទិញអញ្ចឹងខ្ញុំទៅធ្វើអីទៀតអ្នកជំនាញផ្នែកត្រជាក់ចង់មកក៏មកមិនចង់ក៏តាមឯងប្រមាថគាត់ប៉ាខ្ញុំពីមុនក៏ជាអ្នកជំនាញដូចគ្នាពេលនោះខ្ញុំក៏គ្មានជំរឿឯងមានឯងគ្រាន់តែគិតថាយើងត្រូវទ្រាំយកនេះមើលឃើញទុកច្បាស់ពីនេះទៅមិនបាច់ទៅមើលមុខគេនៅស្ថានទៀតទេពីមុនប៉ាតែងប្រាប់ឯងឲ្យទ្រាំប៉ាដឹងថាឯងខ្លាចឯងគ្មានផ្លូវខ្លាចមកឯងលំបាកហើយខ្លាចប៉ាខ្លាចជាបន្ទុកឯងពីនេះទៅត្រូវដើរផ្លូវណាឯងជាអ្នកកាន់ត្រីវិស័យប៉ាមិនបង្ខំឯងឲ្យទ្រាំទៀតទេថ្ងៃស្អែកចាប់ផ្ដើមហ្វឹកហ្វឺនសមាជិករបស់ទាំងនេះក៏គួរតែរៀបចំឲ្យចប់រៀបចំអ្នកណាចង់រៀនក៏មើលបាននេះជារបស់តែឯងទុកសមុទ្រមិនមែនជារបស់គ្រួសារយើងទេច្បាប់ក៏មិនគួរទុកតែក្នុងសៀវភៅចាស់នេះជាមរតកពិតពីដូនតាមិនកាន់ច្បាប់ទុកក៏អត់ប្រយោជន៍កន្លែងនេះត្រីច្រើនតែថ្ងៃនេះខ្យល់មិនល្អឯងឃើញត្រីក៏ត្រូវត្រឡប់អញ្ចឹងមិនខាត់ទេខាត់ជីវិតទើបខាត់ពិតបទពិសោធន៍អាចជួយសង្គ្រោះទិន្នន័យក៏អាចរំលឹកបានដែរកុំជឿទាំងពីរនេះអីសម្លាញ់ចាស់ថ្ងៃនេះមិនចេញសមុទ្រទេហើយគាត់គួរតែអរគុណហើយខ្យល់ស្រួលទីស្ល្អប៉ុន្តែរសៀលមានការប្រែប្រួលកុំលេងច្រើនពេកទទួលបានហើយបើតាចាស់ហែងឃើញល្អណាស់គាត់ឃើញទេតាថាសមុទ្រមិនបោកប្រាស់ទេគាត់ចាំតែពេលឯងអាចអានគាត់ចេះ